ទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំនឹងមកបង្ហាញទាក់ទងទៅនឹងការប្រើ Sender Client នៅក្នុង Node.js អញ្ចឹងឥឡូវខ្ញុំមានកូដហើយអញ្ចឹងខ្ញុំគ្រាន់តែមកបង្ហាញទាក់ទងនឹងការប្រើប្រាស់ទេអញ្ចឹងឥឡូវយើងចូលទៅកាន់ project យើងទាំងអស់គ្នាអញ្ចឹងនេះគឺជាកូដរបស់ខ្ញុំអញ្ចឹងដំបូងមុននឹងយើងចូលទៅ Sender Client អញ្ចឹងយើងទៅ run កូដរបស់យើងសិនអញ្ចឹងយើងវាយ command មក npm run start អញ្ចឹងយើង run កូដរបស់យើងហើយអញ្ចឹងយើងចូលទៅមើល result ទាំងអស់គ្នានេះគឺជា result របស់យើងអញ្ចឹងយើងចូលទៅមើលការប្រើប្រាស់ Sender Client យើងទាំងអស់គ្នាដែលតាក់ទងទៅនឹងការធ្វើ group ដែលមានដូចជា insert edit និង delete អញ្ចឹងនេះយើងចូលទៅកាន់ new request ហើយនេះគឺជា Sender Client របស់យើងអញ្ចឹងយើងទៅ copy URL របស់យើងមក Ctrl C ហើយយើង paste តបមកយើងចុច send អញ្ចឹងនេះគឺជា data របស់យើងទាំងអស់ដែលយើងទទួលបានមកហើយឥឡូវខ្ញុំនឹងធ្វើតាក់ទងទៅនឹងការ insert អញ្ចឹងដើម្បី insert បានគឺយើងត្រូវការប្រើប្រាស់method post អញ្ចឹងតបមកយើងចូលទៅកាន់ body ហើយយើង insert data របស់យើងមកគឺមានដូចជា name ID ហ្នឹងខ្ញុំអត់ដាក់ទេដោយសារតែវា auto increment វាដើរទៅ auto ហ្មងអញ្ចឹងដាក់ឈ្មោះមកបន្ទាប់មកគឺយើងដាក់ age ទាក់ទងនឹងអាយុហើយមួយទៀតគឺ email ឥឡូវយើងសរសេរ data យើងហើយអញ្ចឹងយើងគ្រាន់តែចុច send មកនេះយើងនឹងឃើញ insert success អញ្ចឹងយើងចូលទៅមើលវានៅក្នុងសារនៅក្នុង MySQL របស់យើងចូលទៅកាន់ database ដែលយើងបានប្រើវានៅក្នុងដែលយើង connect មួយ Node.js ហ្នឹងអញ្ចឹងចូលទៅកាន់ user ហើយនេះគឺជា data ដែលយើងបានបញ្ចូលមកអញ្ចឹងបានន័យថាយើងបញ្ចូលវាបានជោគជ័យហើយអញ្ចឹងតមកទៀតខ្ញុំនឹង demo តាក់ទងទៅនឹងការ update អញ្ចឹងដើម្បី update data បានគឺយើងត្រូវប្រើ update តាម ID ហើយយើងប្រើ method put ដើម្បី update វាអញ្ចឹងយើងគ្រាន់ឧទាហរណ៍ថាខ្ញុំចង់ update ទៅលើ ID លេខ5យ៉ានេះអញ្ចឹងយើងគ្រាន់តែ slash មកហើយដាក់លេខ5មកដែលជា ID ហ្នឹងបន្ទាប់មកយើងឆេងមកយើងចង់ឆេងអីអញ្ចឹងខ្ញុំឆេងដាក់បន្ថែមពីក្រោយបន្តិចមក CL អីចឹងទៅអញ្ចឹងគឺយើងបានឆេងនេះអញ្ចឹងយើងចុច send មកហើយយើងនឹងឃើញ message ប្រាប់ថា update success អញ្ចឹងយើងចូលមើលទៅកាន់ MySQL អញ្ចឹងដើម្បីមើលថាវាមាន update មែនអត់អញ្ចឹងនេះគឺយើងទទួលបានហើយគឺវា update បានជោគជ័យអញ្ចឹងមួយទៀតគឺតាក់ទងទៅនឹងការ delete អញ្ចឹង delete ក៏យើងត្រូវការប្រើប្រាស់ ID ដូចគ្នាយើងគ្រាន់តែដូរ method ទៅ method delete អញ្ចឹងនេះហើយយើងត្រូវការប្រើប្រាស់ ID ដូចគ្នាដែល ID លេខ5ហ្នឹងអញ្ចឹងខ្ញុំគ្រាន់តែចុច send មកអញ្ចឹងយើងមើល message មកថាគេនឹងប្រាប់ថា delete success អញ្ចឹងយើងចូលទៅមើលនៅក្នុង MySQL យើងទៀត yes នេះគឺយើងបាន delete វាហើយអញ្ចឹងវាបាត់ហើយអញ្ចឹងសម្រាប់ការ demo ខ្ញុំគឺអស់តែប៉ុណ្្នឹងឯងយើងក៏បានដឹងអំពីការប្រើប្រាស់ Sender Client នឹងដែរអរគុណ